ភាពយឺតឆ្លងថ្លែងនៃតម្រូវការបាទអញ្ចឹងក្នុងករណីនេះគឺភាពយឺតឆ្លងថ្លែងនៃតម្រូវការគេមានថា cross price elasticity of demand បាទភាពយឺតចំណូលនៃតម្រូវការបាទគឺ income elasticity of demand តាមដោយ epsilon y វាបោះនៅបំរែបំរួលជាភាគរយបាទក្នុងតម្រូវការតំណែងមួយដែលជាលទ្ធផលនៃការប្រែប្រួលជាភាគរយនៅក្នុងចំណូលបាទខណៈដែលអធិផ្សេងទៀតគឺវាថានៅជាចំនួនថេរបាទដូចយើងធ្វើ David ថ្ងៃបាទចឹងភាពវាឆ្លងថ្លៃតម្រូវការយើងតាំងដោយ epsilon c បាទវាបោះនៅអឺការឆ្លើយតបបាទបោះវិញនៅការឆ្លើយតបដែលតកតងគ្នានៅនៃតម្រូវការសម្រាប់តំណែងមួយនៅចំពោះមុខអឺមានបំរែបំរួលក្នុងថ្លៃថ្លៃនៃតំណែងមួយផ្សេងទៀតនៅគណៈដែលអឺអធិដទៃទៀតនៅថានៅក្នុងថេរបាទអញ្ចឹងវាប្រែប្រួលទៅក្នុងអឺអឺភាពទៅនឹងអធិដែលប្រែមួយបាទយើងមើលទីហោយើងមានអនុគមតម្រូវការបែបនេះបាទអនុគមតម្រូវការ Q1 Q1 ស្មើនឹង A ដល់ BP បូក C P2 និងបូក M Y បាទអញ្ចឹងនៅពេលនេះគឺ Y ដែលតាមដោយចំណូលហើយថ្លៃតំណែងចំនួនបាទហៅថា complement good បាទតំណែងចំនួនគឺ P2 ហ្នឹងហើយ price starting good បាទហើយ P1 ជាថ្លៃតម្រូវការនៃបរិមាណតំណែង Q1 បាទអញ្ចឹងគឺនេះជារូបមន្តកណនីរកមេគុណភាពយឺតទៅ3ករណីគឺយើង3អាញ្ញត្តិបាទមាន P1 បាទ P2 និង Y អញ្ចឹងកាលណាយើងធៀបទៅនឹងថ្លៃត្រង់គឺបែរថាមេគុណភាពគឺថ្លៃនៃតម្រូវការគឺយើងធ្វើយក P1 ចែក Q1 និង Q1 derivative ធៀបទៅថ្លៃ P1 បាទហើយមេគុណភាពយឺតធៀបនឹងប្រាក់ចំណូលគឺយើងយកប្រាក់ចំណូលចែកនឹង Y ចែកនឹង Q1 ដែរQ1 derivative ធៀបទៅនឹង Y បាទហើយឆ្លងថ្លៃនៃតម្រូវការបាទគឺមានគុណភាពយឺតឆ្លងថ្លៃនៃតម្រូវការបែរថាយើងឆ្លងពី Q1 មក Q2 អញ្ចឹងយើងយក Q2 ចែកយក Q1 ហើយយក Q1 derivative ទៅនឹង Q2 បាទអញ្ចឹងទី3នេះគេថាមានគុណភាពយឺតឆ្លងថ្លៃនៃតម្រូវការយើងមើលទីហោយើងមានអនុគមតម្រូវការបែបនេះបាទគឺអនុគមនេះគឺតម្រូវការ big បាទ big គឺ big គឺតម្រូវការសាច់គោតែមានតម្រូវការប៉ុណ្ណេះហើយ BP គឺថ្លៃសាច់ជ្រូកបាទថ្លៃសាច់ជ្រូកហើយថ្លៃសាច់គោគឺបូក 1.5 ពីពីនេះគឺសាច់ជ្រូកហើយ PB គឺថ្លៃសាច់គោបាទហើយ0.1 វាយគឺវាយថ្នាំងឲ្យប្រាក់ចំណូលបាទអញ្ចឹងគេឲ្យវាយស្មើនឹងចំណូល$10,000បាទសាច់គោថ្លៃមួយចាប់ពី1 អេកតាឬក៏1 គីឡូក្រាមបាទថ្លៃ$200នឹងអឺសាច់សាច់ជ្រូកគឺជាតំណែងចំនួនបាទតំណែងចំនួនបាទអានេះគឺសាច់ជ្រូកបាទជ្រូកបាទផលហ្នឹងហើយអញ្ចឹងនៅពេលនេះគឺយើងចាក់នា3ករណីគឺទី1កណេភាពមានគុណភាពយឺតចំណូលនៃតម្រូវការបាទគឺធៀបទៅនឹង Y បាទទី2កណេភាពយឺតឆ្លងថ្លៃនៃតម្រូវការគឺធៀបទៅនឹងហៅថារបស់យើងគឺ Pork beef យើង derivative ធៀបទៅនឹងសាច់សាច់bím គឺសាច់គោហើយយើងនឹង derivative ដែលផ្នែកធៀបទៅនឹងសាច់ជ្រូកបាទតើវាមានភាពយឺតយ៉ាងដូចម្ដេចហើយទី3គេនៃភាពយឺតថ្លៃនៃតម្រូវការតែយើងគេនៅត្រង់គឺ derivative តម្រូវការនៃបរិមាណ beef QB ធៀបទៅនឹង QB នេះបាទអញ្ចឹងយើងមើលចម្លើយបាទទី1គឺភាពយឺតនៃ income elasticity of demand ដែលយើងធ្វើ derivative នៃបរិមាណ Q1 ធៀបទៅនឹងY បាទយើងយក Y ចែក Q1 យើង derivative នេះស្មើ 0 derivative នេះស្មើ 0 derivative ស្មើ 0 derivative Y ស្មើ 0.1 បាទ 0.1 បាទ 0.1អញ្ចឹងយើងសរុបមកគឺនេះជាមានគុណប្រយោជន៍ក្នុងករណីនេះយើងយកតម្លៃ Y ស្មើ10,000PB 200និង PP 100ជួសជុលយើងបានepsilon គឺស្មើepsilon នៃ Y គឺស្មើ 0.2អញ្ចឹងគឺបានទៅជាង1គឺមានថាប្រាក់ចំណូលមិនមានភាពយឺតបាទចំពោះតំណែងសាច់គោទេបាទគឺថាបើមាន
ភាគរយកើនឡើង1%នៅក្នុងប្រាក់ចំណូលបាទតម្រូវការទំនិញតិចគូកើនឡើងបានតែ0.2%គឺមិនបាន1%ទេបាទជាចំនួនខបាទយើងកាលនេះគឺឆ្លងថ្លៃបាទគឺឆ្លងថ្លៃពេលណាយើងយកបរិមាណតម្រូវការតិចគូយកមកធៀប derivative ជាមួយនឹងថ្លៃនៃតិចជ្រូកបាទយ៉ាង PP នេះគឺផកបាទ price of pork បាទអញ្ចឹងគឺดึง derivative បាទ derivative អឺធៀបទាំងផកធៀបទាំងផកនេះ derivative ស្មើ0 derivative ស្មើ1.5នេះស្មើ0អញ្ចឹង derivative បាន1.5បាទ1.5យើងសង្ខេបចូលមកក្រោមនេះអញ្ចឹងយើងយកតម្លៃនៃនេះថ្លៃនៃincome 10,000ថ្លៃសាច់គោ200និងថ្លៃសាច់ជ្រូក100ជួសជុលយើងបាន epsilon មក0.03បាទនេះជាការសន្និដ្ឋានដូចគ្នាគឺកាលណាអឺថ្លៃថ្លៃសាច់ជ្រូកថ្លៃសាច់ជ្រូកកើនឡើង1%អញ្ចឹងតម្រូវការសាច់គោវាកើនឡើងបាទកើនឡើងបានតែ0.03%ទេបាទក្នុងការនេះឆ្លងថ្លៃនៃតម្រូវការឆ្លងថ្លៃនៃការនៃមិនឆ្លងថ្លៃមិញយើងហើយបាទបើការនេះគឺភាពយឺតថ្លៃនៃតម្រូវការពេលណាយើងធ្វើ derivative ធៀបទៅនឹងសាច់គោតែម្ដងបាទព្រោះតម្រូវការជាតម្រូវការសាច់គោអញ្ចឹងគឺអឺយើងយើងអឺធ្វើ derivative នៃ Q1 ធៀបនឹង B បាទធៀបនឹង 2B បាទអញ្ចឹងគឺនេះស្មើដកបាទស្មើដកស្មើដកអឺ5ហើយនេះតែនឹង0ដូចជាមកដក5 PB បាទ PB គឺថ្លៃនៃតកូបាទអញ្ចឹងយើងជួសគឺចូលបាទជួសចូលគឺឃើញដក0.2នឹងទៅជាងមួយគិតជារយៈខាត់មានន័យថាពេលសាច់គោឡើងថ្លៃ1%បាទតម្លៃឡើងថ្លៃ1%គឺតម្រូវការ Q1 គឺតម្រូវការថយចុះដែរបើថយចុះតា0.2%ចឹងយើងមើលនេះជាក្រមជាការបញ្យល់អំពីមានគុណភាពយឺតឆ្លងបាទវាឆ្លងថ្លៃគឺជាផលភាពរវាងបំរែបំរួលជាភាគរយនៅក្នុងបរិមាណបាទធៀបនឹងបំរែបំរួលភាគរយនៅក្នុងថ្លៃអញ្ចឹងគឺនេះលោកគ្រូស្អីបែបនេះគឺបានអព្យាឡោនឆ្លងថ្លៃតាមអព្យាឡោន C ក្រោះនេះហើយ0%នៃភាគរយនៃបំរែបំរួលបរិមាណតម្រូវការធៀបទាំងភាគរយនៃបំរែបំរួលនៃបរិមាណថ្លៃទំនិញដែលយើងធៀបបាទអញ្ចឹងយើងគុណវាបាទគុណភាពឯងមកអព្យាឡោនបាទអព្យាឡោនអញ្ចឹងនាំឲ្យ Q នេះវាស្មើនឹងអព្យាឡោនគុណនឹងនេះបាទចឹងបាទយើងមើលឧទាហរណ៍ខាងលើយើងអាចធ្វើការបញ្យល់មានគុណភាពយឺតចំពោះថ្លៃចំណេញសាច់ជ្រូកបាទគឺស្មើនឹង0.03បាទអញ្ចឹងភាគរយបំរែបំរួលក្នុងបរិមាណតម្រូវការសាច់គោដែលជាលទ្ធផលមកពីការកើនឡើងថ្លៃសាច់ជ្រូកបាទគឺបានន័យថាបើមានការកើនឡើងថ្លៃសាច់ជ្រូក10%នោះភាគរយប្រែប្រួលក្នុងបរិមាណតម្រូវការសាច់គោគឺស្មើនឹងយកអព្យាឡូនគុណ9នេះបាទអញ្ចឹងអានេះជាមានគុណអព្យាឡូននេះជាមានគុណបំរែបំរួលនៅក្នុងថ្លៃសាច់ជ្រូកបាទថ្លៃសាច់ជ្រូកអញ្ចឹងវាស្មើប៉ុណ្ណេះមែនឬក៏0.03%មានន័យថាបំរែបំរួលជាភាគរយក្នុងតម្រូវការសាច់គោគឺ0.3%បាទ0.3%គឺអត់បាន1%ទេបាទនៅក្នុងករណីដែលយើងរកឃើញមេគុណអព្យាឡូនគឺមានថាវាបំរែបំរួល0.3%ហ្នឹង